ការពិតនៅពីក្រោយភាពរីករាយនៅពេលដែលអ្នកខ្លាចទៅជាម្ចាស់ផ្ទះមួយនៅប្រទេសបារាំងពីភាពជោគជ័យក៏អាចធ្វើឲ្យអ្នកបរាជ័យក្នុងពេលមួយរំពេចភ្នែកដែរប្រសិនបើអ្នកបានធ្វើនៅរឿងទាំងនេះមុនពេលខ្លាចទៅជាម្ចាស់កម្មសិទ្ធិផ្ទះពេញលេញអ្នកបានព្យាយាមហើយនឹងតស៊ូច្រើនមែនទែនក៏ប៉ុន្តែសូមអ្នកកុំភ្លេចថាការតស៊ូព្យាយាមអត់អាចជប់ត្រឹមនេះបានទេបារាបណាជីវិតរបស់អ្នកនៅតែជាប់បំណុលរបស់ធនាគារអ្នកនឹងត្រូវការតស៊ូទៅមុខទៀតហើយសួរថាតើនឹងមានរឿងអីកើតឡើងនៅពេលដែលអ្នកបានបោះបង់ចោលវិពាក់កណ្ដាលទេថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីគ្រោះថ្នាក់ក្នុងការទិញផ្ទះនៅប្រទេសបារាំងវិញម្ដងការខ្លាចខ្លួនទៅជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យនៅប្រទេសបារាំងនេះវាដូចជាអាវុធមុខពីរអញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាដើរទៅក្នុងគន្លងផ្លូវត្រូវនោះក្នុងពេលអនាគតអ្នកទាំងអស់គ្នានឹងអាចទទួលបានផលចំណេញច្រើនក៏ប៉ុន្តែចុះប្រសិនបើជាអ្នកទាំងអស់គ្នាផ្លាត់ស្នៀតក្នុងការដើរកន្លងផ្លូវត្រូវនោះតើអ្នកទាំងអស់គ្នានឹងជួបផលលំបាកអ្វីខ្លះហើយនៅក្នុងចំណុចនេះខ្ញុំអាចហ៊ាននិយាយ 100% បានថាបើអ្នកទាំងអស់គ្នាកំពុងតែដើរក្នុងគន្លងផ្លូវខុសនេះនោះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាខាតប្រយោជន៍នៅក្នុងថ្ងៃអនាគតជាច្រើននៅពេលដែលអ្នករៀបចំជីវិតកម្ចីរបស់អ្នកមិនបានត្រឹមត្រូវដូច្នេះហើយតើធ្វើយ៉ាងម៉េចដើម្បីជៀសវាងកុំឲ្យមានបញ្ហាទាំងអស់នោះកើតឡើងតោះអញ្ចឹងកុំភ្លេចវីដេអូមួយនេះការខ្ចីប្រាក់ដើម្បីទិញផ្ទះនៅប្រទេសបារាំងអាចជាជំហានសំខាន់នៅក្នុងជីវិតរបស់អ្នកក៏ប៉ុន្តែវាមានហានិភ័យជាច្រើនដែលយើងត្រូវយល់ដឹងនិងគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នទាំងនេះគឺជាហានិភ័យសំខាន់ៗដែលអ្នកគួរតែពិចារណាទី1ហានិភ័យនៃការសងប្រាក់មិនបានអ្នកទាំងអស់គ្នាអាចបាត់បង់ប្រាក់និងប្រឈមមុខក្នុងការបាត់បង់ផ្ទះតាមរយៈការកាត់ទោសនិងការលក់ផ្ទះឲ្យទៅស្ថាប័នឥណទានដែលអ្នកទាំងអស់គ្នាបានខ្ចីប្រសិនបើអ្នកទាំងអស់គ្នាមិនបានបង់ប្រាក់3ដងត្រូវបានគេចាត់ទុកថាជាការបំពានដល់កិច្ចសន្យានិងនាំឲ្យមានការសងប្រាក់សរុបក្នុងពេលតែមួយហើយប្រសិនបើអ្នកទាំងអស់គ្នានៅតែមិនមានលទ្ធភាពបង់បន្ថែមនោះទ្រព្យសម្បត្តិអចលនទ្រព្យរបស់លោកអ្នកត្រូវបានលក់ដោយថ្លៃទៅតាមទីផ្សារនិងដើម្បីយកកម្រៃដែលលក់បាននោះទៅសងធនាគារវិញកត្តានេះវាអាចបណ្ដាលឲ្យអ្នកទាំងអស់គ្នាបាត់បង់ទ្រព្យសម្បត្តិដែលអ្នកទាំងអស់គ្នាខំសាងវាឡើងមកហានិភ័យទី2នោះគឺការខ្ចីលើសសមត្ថភាពការខ្ចីប្រាក់ពីធនាគារលើសពីសមត្ថភាពនេះអាចនាំឲ្យមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរដូច្នេះហើយដើម្បីជៀសវាងហានិភ័យទាំងអស់នេះគួរតែរក្សាភាគរយនៃការខ្ចីការប្រាក់មិនឲ្យលើសពី 35% នៃប្រាក់ចំណូលប្រចាំខែរបស់អ្នកទាំងអស់គ្នានោះទេសិនបើអ្នកទាំងអស់គ្នាពុំបានគិតគូរជាមុនទេនោះនឹងបណ្ដាលឲ្យអ្នកទាំងអស់គ្នាមានបញ្ហាហិរញ្ញវត្ថុនៅថ្ងៃអនាគតចំណុចទី3ដែលត្រូវតែចាប់អារម្មណ៍គឺជាហានិភ័យនៃការបាត់បង់ទ្រព្យសម្បត្តិប្រសិនបើអ្នកបាត់បង់ទ្រព្យសម្បត្តិអ្នកអាចបាត់បង់ប្រាក់បានដូច្នេះស្ថាប័នឥណទានអាចដកហូតផ្ទះរបស់អ្នកតាមរយៈការលក់ផ្ទះដើម្បីសងប្រាក់ទៅធនាគារវិញនៅពេលដែលអ្នកពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់សងប្រាក់ទៅកាន់ធនាគារវិញទាំងដើមទាំងការសម្រាប់ធនាគារខ្លះអាចនឹងមានស្ថានទោសប្រាក់ពិន័យផងដែរចំណុចទី4ហានិភ័យនៃការកើនឡើងនៃអត្រាការប្រាក់ប្រសិនបើអ្នកជ្រើសរើសអត្រាការប្រាក់អថេអ្នកអាចនឹងប្រឈមនឹងការកើនឡើងនៃអត្រាការប្រាក់ដែលនាំឲ្យអ្នកបង់ខ្ពស់ជាប្រចាំខែប្រសិនបើជាអត្រាការប្រាក់មានការឡើងខ្ពស់ខ្លាំងចំពោះចំណុចចុងក្រោយដែលមិនគួរមើលរំលងគឺហានិភ័យនៃការបាត់បង់តម្លៃអចលនវត្ថុនៅពេលដែលផ្ទះរបស់អ្នកដែលជាអចលនវត្ថុដែលអ្នកកំពុងមានក្នុងដៃស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ដូចជាការជន់លិចឬអគ្គិភ័យដូច្នេះតម្លៃអចលនទ្រព្យរបស់អ្នកអាចធ្លាក់ចុះនិងថមថយវាអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពនិងសមត្ថភាពសងប្រាក់របស់អ្នកទៅកាន់ធនាគារផងដែរដូច្នេះហើយការជ្រើសរើសទីតាំងដែលមានសុវត្ថិភាពខ្ពស់អាចជួយឲ្យគម្រោងរបស់លោកអ្នកទៅបានដោយរលូនចំណុចចុងក្រោយនេះគឺជាចំណុចដែលគួរឲ្យប្រុងប្រយ័ត្នបំផុតប្រសិនបើអ្នកចង់ទិញផ្ទះនៅប្រទេសបារាំងអ្នកទាំងអស់គ្នាត្រូវគិតពីដៃគូជីវិតរបស់អ្នកទាំងអស់គ្នាឲ្យបានច្បាស់លាស់ប្រសិនបើអ្នកទាំងអស់គ្នាត្រូវការលែងលះគ្មានការព្រៀងទុកនោះអ្នកទាំងអស់គ្នាអាចនឹងខាតបង់តម្លៃនៃអចលនទ្រព្យច្រើនហើយត្រូវការសងការប្រាក់ទៅធនាគារវិញក្នុងចំនួនមួយដ៏មហិមាផងដែរដូច្នេះមុននឹងអ្នកទាំងអស់គ្នាចាប់ដៃគ្នាសាងអនាគតរួមគ្នាសូមអ្នកទាំងអស់គ្នាគិតដល់ថ្ងៃចុងបញ្ចប់នៃកម្ចីផងដែរទាំងនេះហើយដែលខ្ញុំចង់ទាញរំលឹកអ្នកទាំងអស់គ្នាដើម្បីកុំឲ្យធ្លាក់ទៅក្នុងកំឡុងផ្លូវខុសដែលធ្វើឲ្យអ្នកទាំងអស់គ្នាបាត់បង់ផលប្រយោជន៍ធំនៅក្នុងពេលអនាគតអរគុណដែលបានមើលព័ត៌មានសំខាន់មួយនេះដូច្នេះហើយបើសិនជាអ្នកទាំងអស់គ្នាគិតថាវីដេអូមួយនេះមានអត្ថប្រយោជន៍សូមជួយធ្វើការ share ដើម្បីឲ្យមនុស្សទូទៅបានដឹងពីព័ត៌មានដែលមានសារៈសំខាន់នេះផងអរគុណ